ចម្រើនពរគណៈសំណុំការកាសែតកុំពីចំណាយគ្រូជាប្រសង់ខ្ញុំកណាជាប្រសង់កណាសូមនិមន្តលោកចាស់គេខ្ញុំកណាចង់សួរសំណួរទៅលោកចាស់គ្រូថាតើព្រះអរហន្តចេះឈឺអត់អ្នកសំណុំកាសែតខាងវាកណាអរគុណប្រសង់មួយអង្គលោកសួរថាព្រះអរហន្តចេះឈឺអត់រឿងឈឺមានជាធម្មតារូបគឺជាសម្បុកនៃរោគព្រះអង្គសម្ដែងជាសាធារណៈណាបរិជិននិមិត្តរូបੰរូបនេះត្រុតត្រោមហើយរោគៈនិធាំងជាទីប្រជុំចុះនៃរោគភង្គកណាំងភង្គកណាំងជារបស់ពុកផុយភេជ្ជតិនឹងវាតែងតែបែកធ្លាយពោធិសន្តិហោជារបស់មានក្លិនស្អុយមរណន្តੰហេជីវិតាំងពីព្រោះរូបនេះមានការស្លាប់នៅខាងចុងឈឺដូចព្រះសម្មាសម្ពុទ្ធព្រះអង្គមិនធ្លាក់ព្រះលោហិតហើយព្រះអង្គជាប្រកដីឈឺចកេះព្រះអង្គធ្លាប់ឈឺបស័យស័កនេះនិយាយរឿងហ្នឹងអាត្មាចង់តែនិយាយវាច្រើនបន្តិចហ្នឹងរាល់ថ្ងៃយើងបើសិនតែព្រះអង្គនៅបែបមិនបានទៅស្ដាប់ធម៌ស្ដាប់អីទេយ៉ាងបែបទៅសុំទឹកមុនទឹកអីពីព្រះអង្គទៀតហើយតាមបើមើលហើយបើព្រះអង្គនៅមែនទែនបើយើងឈឺទៅសុំព្រះអង្គហើយឲ្យខ្ញុំព្រះអង្គជាចោថ្វាយអីក៏ថ្វាយហ្នឹងព្រះអង្គត្អូញវិញចុះបើតថាគតឈឺចកេះដែរខ្ញុំឯងគិតថាម៉េចណដ្ឋិកម្មੰសមੰពលំទៅជួបព្រះមិនព្រមស្ដាប់ធัวមិនព្រមប្រាប់ស្ដាប់ការពិតទេទៅសុំនេះសុំនោះទីបំផុតហ្នឹងអ្នកបន់អស់តែជើងធូបហ្នឹងឈឺនៅតែឈឺងាប់នៅតែងាប់ហ្នឹងមានទៅណាគ្រូស្រោចទឹកងាប់ដែរហ្នឹងជាទៅអួតប្រកែតការងារសំខាន់មិនព្រមធ្វើជីវិតយើងនេះមិននៅយូរប៉ុន្មានឡើយបើយើងមិនដឹងរឿងពិតទេចេះតែបែបន់ទៅអញ្ចឹងបានពួកអ្នកកាន់ពុទ្ធសាសនានៅបរទេសគេថាខ្មែរយើងហ្នឹងកាន់បានទៅសម្បកប្រវត្តិរបស់ព្រះសម្មាសម្ពុទ្ធនឹងមិននាំគ្នារៀនទេកសាងវត្តរាប់ពាន់វត្តរាល់ថ្ងៃនេះខ្ញុំសួរថាមានសាលារៀនប្រមាណវត្តមិនបាច់សាលារៀនអភិធម្មទេគ្រាន់តែសាលារៀនលោកនឹងសួរថា4000វត្តនឹងមានប្រមាណពីមួយខេត្តពោធិ៍សាត់នេះមានសាលាប្រមាណលោករៀនប្រមាណមានតែសបកមាននឹងឯងពួកបរទេសមករកកន្លែងអង្គុយរៀនធម៌មួយគ្មានទេថាអញ្ចឹងទៅពិបាកយើងវាអត់ទាំងអស់ទោះបីកន្លែងខ្ញុំកណាអាត្មាភាពហ្នឹងក៏មិនតាន់ជាស្តង់ដារឲ្យពួកបរទេសគេមករៀនដែរតែនៅពេលគេនៅប្រទេសថៃឬក៏ប្រទេសភូមាឬក៏ប្រទេសលង្កាគេមានកន្លែងសម្រាប់បរទេសទៅរៀនគេចេះច្រើនភាសាបរទេសក៏គេចេះអីក៏គេចេះខ្មែរយើងវាសម្បូរសេចក្តីប្រកាន់ពេកបើអ្នកខាងធម៌វិន័យវិញឲ្យរៀនតែធម៌ទេអត់ឲ្យរៀនអង់គ្លេសទេខ្លាចបែកឆ្វេងមនុស្សបំរុងឆ្វេងនឹងមិនបាច់រៀនក៏វាឆ្វេងដែរបើគ្រាន់តែរៀនរឿងភាសាបរទេសឆ្វេងចុះលោកតាដែលអត់រៀនហ្នឹងមួយក៏ឆ្វេងមកសន្ធឹកនោះអ្នកដែលអត់ចេះមកកកហ្នឹងសឹកមកសន្ធឹកនោះចេះតែគិតខ្លីអញ្ចឹងលោកចង់រៀនចង់ចេះដឹងខ្លាចរៀនចេះទៅសឹកទៅបាត់សិតតែគំនិតយ៉ាប់ហ្មងចង់ឲ្យតែលោកនៅបំរើខ្លួនឯងឲ្យធ្វើបន់មកសបាយមុនងាប់ហ្នឹងឯងអត់មានគិតអនាគតស្រុកទេសជាតិសាសនាអីដែលថាមនុស្សដែលចេះដឹងទេដែលអាចដោះស្រាយអាចដឹកនាំបានសូម្បីចេះធัวក៏ដោយអត់ចេះរដ្ឋបាលក៏ដឹកនាំវត្តមិនកើតដែរយកធัวទៅដឹកនាំមិនឥឡូវដូចវត្តខ្លះដែលអាត្មាលើទៅរៀនធัวឆ្លុះគ្នាពេញទៅវត្តគឺចេះគ្រប់គ្នាណាចេះនឹងចេះមិនចេះធัวយកកពីមកសូត្រពងអួតគ្នាអត់បានយកធัวមកបញ្ចូលក្នុងការដឹកនាំទេអត់បានយកធัวមកបញ្ចូលក្នុងជីវិតរាល់ថ្ងៃទេណាដល់ពេលរៀននិយាយពីលំអិតជើងកម្ពីហ្នឹងគឺថាអស្ចារ្យប៉ុន្តែជីវិតពិតមែនទេអត់នឹងមកពីអីចេះតែធัวអញ្ចឹងធัวចំណេះវិជ្ជាតិចតួចក៏មិនអាចទៅជាអ្នកផ្សព្វផ្សាយបានដែរវាទល់តែមានចំណេះមូលដ្ឋាននឹងច្រើនសិក្សាពីសង្គមឲ្យបានច្រើនទើបអាចផ្សព្វផ្សាយធัวចូលសង្គមបានណាហើយសូត្រទៅកពីសូត្រទៅបានប្រយោជន៍អីដូចយើងចេះថ្នាំពេទ្យហ្នឹងសូត្រតែថ្នាំនេះឈ្មោះនេះត្រូវនេះថ្នាំនេះឈ្មោះនេះត្រូវនេះប៉ុន្តែយកទៅព្យាបាលកើតគឺនឹងនៅតែអត់ប្រយោជន៍អញ្ចឹងហើយព្រះសម្មាសម្ពុទ្ធសម្ដែងអំពីហេតុការចូលទៅរស់សាមណៈហ្នឹងដើម្បីអ្វីដើម្បីសេចក្តីសុខដើម្បីសេចក្តីស្ងប់ហើយបានសេចក្តីសុខសេចក្តីស្ងប់ហ្នឹងព្រោះអ្វីគឺព្រោះទៅសាកសួរបញ្ហានៅក្នុងអង្គតរនិកាយសតកនិបាតព្រះអង្គសម្ដែងអំពីហេតុនៃការបានសម្រេចនៅបំណងរបស់សត្វលោកមាន7ណាដូចជាថាចង់មានហេតុនៃការមានទ្រព្យសម្បត្តិនៃការឲ្យទានមិនមានអាពាធច្រើនដោយការមិនបៀតបៀនសត្វមានតកោពងខ្ពស់ដោយការចេះគោរពអោនលំទោនមានយុះល្អព្រោះតែការមិនចំណែនគេអីជាដើមនេះហើយចុងក្រោយហ្នឹងព្រះអង្គសម្ដែងថាមានបញ្ញាគឺចូលទៅរកសមណៈព្រាហ្មណ៍សាកសួរបញ្ហាអីបញ្ហាជីវិតហ្នឹងណា
ពាក់ព័ន្ធនឹងការប្រតិបត្តិពាក់ព័ន្ធនឹងផ្លូវជីវិតត្រូវដើរយ៉ាងណាហ្នឹងហើយសមណៈហ្នឹងក៏មានតួនាទីជាអ្នកដុតបំភ្លឺនៅផ្លូវសម្រាប់ប្រតិបត្តិនឹងឯងហើយបើយើងចូលទៅរកលោករស់នេះតិចមករស់នោះតិចមកបានស្អីបានអីសម្រាប់ភ្លឺផ្លូវសម្រាប់យើងទាំងឡាយព្រះសម្មាសម្ពុទ្ធសន្សំបារមី4អសង្ខ័យមួយសែនកាប់ហើយយើងចង់ទៅយកតែបន្តិចបន្តិចអត់មានប្រឹងប្រែងអីរៀនបន្តិចបន្តួចអីឲ្យបានចេះអត់គំនិតមិនអភិវឌ្ឍសោះខ្ញុំកណាអាត្មាភាពដើរទៅណាមកណាឃើញតែជនជាតិខ្មែរយើងនឹងខ្ជិលជាងគេទំនេរជាងគេថាអ្នកស្រុកស្រែជនបទចុះថាគ្នាមិនសូវបានរៀនអ្នកអាចដើរបរទេសបានហើយហ្នឹងក៏នៅតែប្រហែសចឹងដែរជនបរទេសទៅណាមកណាលើយន្តហោះក្តីកន្លែងណាក្តីគឺគេមានសភៅសម្រាប់អានជានិច្ចសម្រាប់ដឹងខ្លួនមកគេអានសភៅអានព័ត៌មានមានសភៅមានអីអានជានិច្ចកលេចមើលឲ្យតែមុខខ្មែរគិតតែដេកហើយនិយាយគ្នាលេងនិយាយចុះឡើងចុះនិយាយតែដើមគេហើយបានអីចេះបានអីដឹងបើទម្លាប់អញ្ចឹងបីដកដាក់ដល់វត្តទៀតខ្លាំងតែបានស្គាល់ក្របបីដកយ៉ាងម៉េចផងសំណួរសួរបន្តិចទេប៉ុន្តែខ្ញុំកណាអាត្មាភាពបកស្រាយបានច្រើនបន្តិចណាថាព្រះអង្គចេះព្រះអរហន្តចេះឈឺឬអត់យើងសិក្សាប្រវត្តិទៅដឹងហើយណាដូចជាព្រះអង្គឈឺចកេះគង់សម្ដែងធัวច្រើនអញ្ចឹងទៅរយចកេះឲ្យព្រះអនន្តសម្ដែងជំនួសទៅក៏ព្រះអង្គតម្រេតដើម្បីឲ្យស្រួលខ្លួនទេបានព្រះអង្គសម្ដែងទៀតដូចជារឿងក្នុងរឿងវិដុរភ័ក្រអីហ្នឹងពេលវិដុរភ័ក្រលើកតបទៅវ័យកំតិចតកូលខាងមហានាមនោះព្រះអង្គទៅគង់ក្រោមដើមឈើដែលអត់ស្លឹកត្រូវឈឺបស័យស័កខ្លាំងមែនទែនពេលហ្នឹងពាក្យស័យស័កហើយអាហ្នឹងក៏ដោយបាបកម្មដែលព្រះអង្គត្រេកអរនឹងគេសម្លាប់សត្វកាលពីជាតិមុនយូរហើយនោះហើយឈឺចកេះហ្នឹងក៏ដោយសារព្រះអង្គធ្លាប់បោកចំបាប់ជាមួយអ្នកចំបាប់ហ្នឹងចាប់គេលើកទៅអុកគេមកជង្គង់ទៅគ្រិចចកេះគេអញ្ចឹងព្រះអង្គឈឺចកេះហ្នឹងច្រើនជាតិសូម្បីតែជាតិចុងក្រោយក៏នៅតែឈឺហើយព្រះអង្គធ្លាក់ព្រះលោហិតត្រូវប្រទេវតតប្រមីលថ្មដាក់ទៅពុះពងលោហិតហ្នឹងសិតតែឈឺចាប់ឈឺពើដូចតែយើងអញ្ចឹងណាកាយវិញ្ញាណហ្នឹងវាមានជាធម្មតាប៉ុន្តែព្រះអង្គមានសតិសម្បជញ្ញៈក្នុងការអត់សង្កត់តែប៉ុណ្ណឹងប៉ុន្តែគ្រាន់ចេះតែមានគេសួរព្រះអង្គដែរថាតើព្រះខៃណាស្របហ្នឹងព្រះអរហន្តហ្នឹងមានទុកដោយពុទ្ធជនដែរទេព្រះអង្គថាមានខ្លះអត់ខ្លះសម្រាប់ទុករបស់ព្រះអរហន្តណាមានខ្លះអត់ខ្លះឧបមាដូចជាគេបាញ់ព្រួញមុតចឹងព្រួញដែលមុតព្រះអរហន្តហ្នឹងដូចជាព្រួញដែលមិនមានពឹសរីឯព្រួញដែលមុតទុកដែលមុតពុទ្ធជនដូចជាព្រួញដែលមានពឹសហ្នឹងខុសគ្នាអញ្ចឹងហើយមានអធិប្បាយយ៉ាងណាព្រួញដែលមានពឹសកាលណាត្រូវមកបឹបទៅវាមិនមែនឈឺតែមុខរបួសហ្នឹងទេគឺវាជ្រាបថ្នាំពឹសចូលទៅដល់តាមសរសៃរសោងទៅដល់បេះដូងទៅអាចឈឺគ្រុនពេញមកខ្លួននឹងតែម្ដងឬក៏អាចជ្រាបទៅស្លាប់បានរីឯព្រួញដែលត្រូវព្រះអរហន្តហ្នឹងគឺត្រូវតាណាវាចុកចាប់តានឹងវះចេញតានឹងទៅវាឈឺតែតានឹងវាមិនជ្រាបថ្នាំទៅកន្លែងផ្សេងទៀតទេយ៉ាងណាមិញទុកលំបាកផ្នែកផ្លូវកាយនេះមានដូចគ្នាអត់មានលើសខ្វះគ្នាទេឈឺថ្កាត់ជំងឺផ្លូវកាយនេះមានដូចគ្នាអត់មានលើសខ្វះគ្នាតែអ្វីដែលលើសខ្វះគ្នាគឺផ្លូវចិត្តយើងពុទ្ធជននេះជួបសេចក្តីទុកផ្លូវកាយក្តីទុកព្រោះការប្រត់ប្រាស់ក្តីគឺថាមិនមែនឈឺតែផ្លូវកាយទេឈឺដល់ផ្លូវចិត្តទៀតឧទាហរណ៍ថាគេវាយយើងមួយដៃអញ្ចឹងទៅមិនមែនឈឺតែមួយដៃហ្នឹងទេនៅតូចចិត្តទៀតឃើញទេណាតូចចិត្តកើតរូបអន់ចិត្តដេកលក់អញបាក់ចិត្តណាស់ទៅមើងងាយអញអីចេះចុះគេនេះឈឺដល់ផ្លូវចិត្តទៀតក៏ប៉ុន្តែចំពោះព្រះអរហន្តអត់ទេដូចប្រទេវតតប្រមីលថ្មអញ្ចឹងវាឈឺចំតែជើងនឹងឯងតែចិត្តព្រះអង្គអត់ឈឺទេព្រះអង្គអនុគ្រោះអភ័យទោសឲ្យទេវតតនឹងដោយមិនប្រកាន់មិនខឹងមិនតូចមិនអន់ចិត្តអីទៅទេសោះអញ្ចឹងហ្នឹងណាគឺផ្លូវចិត្តហ្នឹងលោកអត់មានឈឺទេអត់មានទោមនស្សទេអត់មានការព្យាបាទទេរីឯពុទ្ធជននេះវាមិនមែនឈឺតែផ្លូវកាយទេមានការទុកតូចចិត្តទោមនស្សបដិខៈថ្នាំងថ្នាក់ឈឺអ្នកខ្លះរីងរៃផ្លូវចិត្តរហូតដល់ទៅស្លាប់ខ្លួនក៏មានដែរមិនបាច់ចាំតែឈឺកាយបានស្លាប់ទេឈឺចិត្តក៏អាចស្លាប់ដែរពុទ្ធជននេះ